តើកំហុសណាខ្លះត្រូវបានចាត់ទុកថាជាកំហុសធ្ងន់របស់នយោជកវីដេអូនេះគឺសម្រាប់នយោជកក្នុងការយល់ដឹងអំពីកំហុសទាំងឡាយដែលត្រូវបានចាត់ទុកថាជាកំហុសធ្ងន់របស់នយោជកវាមានសារៈសំខាន់ពីព្រោះនៅពេលដែលនយោជកប្រព្រឹត្តកំហុសធ្ងន់នោះកម្មករនយោជិតអាចរំលាយកិច្ចសន្យាការងារមុនកាលកំណត់បានដោយពុំចាំបាច់មានការយល់ព្រមពីនយោជកនិងពុំចាំបាច់គ្រប់កាតព្វកិច្ចជូនដំណឹងជាមុននោះទេហើយបើកសិទ្ធិឲ្យកម្មករនយោជិតទទួលជំងឺចិត្តដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលដែលកម្មករនយោជិតត្រូវទទួលបានរហូតដល់ចប់កិច្ចសន្យាការងារកំហុសដែលចាត់ទុកជាកំហុសធ្ងន់របស់នយោជកមាន6ចំណុចដោយមានរៀបរាប់នៅក្នុងចំណុចកនៃមាត្រា83នៃច្បាប់ស្តីពីការងារកំហុសទាំងនោះមានដូចជា1កលល្បិចបោកបញ្ឆោតដែលប្រើដើម្បីទាក់ទាញកម្មករនយោជិតឲ្យចុះកិច្ចសន្យាក្នុងលក្ខខណ្ឌដែលកម្មករនយោជិតនោះច្បាស់ជាមិនយល់ព្រមផងទេបើខ្លួនពុំបានត្រូវគេបោកបញ្ឆោត2ការមិនព្រមបើកប្រាក់ឈ្នួលឲ្យទាំងអស់ឬមួយភាគខ្លះ3ការយឺតយូរជាច្រើនលើកក្នុងការបើកប្រាក់ឈ្នួល4ការជេរប្រមាថការកំហែងគំរាមអំពើឃោរឃៅឬការវាយដំ5ការមិនបានប្រគល់ការងារឲ្យបានគ្រប់គ្រាន់ដល់កម្មករនយោជិតដែលទទួលធ្វើការងារតាមបរិមាណផលិតផល6ការមិនប្រតិបត្តិវិធានអនាម័យពលកម្មនិងសន្តិសុខពលកម្មដែលមានកំណត់ក្នុងបទបញ្ញត្តិជាធរមាន